រដ្ឋមន្ត្រីវប្បធម៌ថៃសម្ដីលយតែក្នុងខ្លួនភ័យបុកពោះក្រោយមហាសង្គ្រាមខ្មែរចិត្តចោះចូលក្នុងបញ្ជី UNESCO ដែលជាភស្តុតាងប្រវត្តិសាស្ត្របង្ហាញប្រាប់សកលលោកថានរណាគឺជាម្ចាស់អរិយធម៌ពិតប្រាកដបើមើលតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ដែលជាកាសែតផ្សាយបែបលំអៀងតែម្ខាងហើយតែងតែផ្សាយអត្ថបទបែបញុះញង់និងចោទប្រកាន់មកលើកម្ពុជាបានលើកយកសម្ដីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលបានប្រញាប់ប្រញាល់ចេញមកបកស្រាយនិងបំភ្លឺឲ្យពលរដ្ឋខ្លួនកាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2026កន្លងទៅលើករណីដែលមហាសង្គ្រាមខ្មែរត្រូវចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO គឺមិនបណ្ដាលឲ្យប៉ះពាល់ដល់ប្រទេសថៃនោះឡើយបើទោះបីជារដ្ឋមន្ត្រីវប្បធម៌ថៃព្យាយាមប្រើភាសាការទូតបែបលួងលោមថាមិនប៉ះពាល់ដើម្បីលួងចិត្តប្រជាពលរដ្ឋខ្លួនក៏ដោយក៏ប៉ុន្តែនៅពេលក្រោយសេចក្តីថ្លែងការណ៍ដ៏រដាក់រដប់ទាំងបុកពោះរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃគឺបានបង្កប់នូវអារម្មណ៍ភ័យខ្លាចក្តីកង្វល់និងភាពស្លន់ស្លោចំពោះការពិតដែលប្រភពដើមនៃអរិយធម៌ជារបស់ខ្មែរតែថៃខំប្រឹងកែច្នៃកន្លែងធ្វើជារបស់ខ្លួននិងត្រូវបានពិភពលោកចិត្តដឹងកាន់តែច្បាស់តើវាជារឿងគួរឲ្យអស់សម្ដេចណាស់មែនទេនៅពេលដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដ៏ក្មេងខ្ចីនិងគ្មានបទពិសោធន៍រូបនេះប្រញាប់ប្រញាល់ឆែកមើលគេហទំព័រ UNESCO រួចចេញមកពន្យល់ពីនីតិវិធីឯកសាររដ្ឋបាលដល់សាធារណជនរបស់ខ្លួននោះសកម្មភាពនេះសបញ្ជាក់ឲ្យឃើញថារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃកំពុងតែស្លន់ស្លោបុកពោះនិងបារម្ភយ៉ាងខ្លាំងពីឥទ្ធិពលនៃពាក្យមហាសង្គ្រាមខ្មែរដែលជាពាក្យរបស់ខ្មែរហើយខ្មែរគឺជាម្ចាស់ដើមនៃអរិយធម៌ដ៏រុងរឿងបំផុតបានយកមកប្រើប្រាស់ឲ្យបានទូលំទូលាយជាផ្លូវការវិញក្រោយពេលដែលត្រូវបានបរទេសលួចយកទៅធ្វើជារបស់ខ្លួនជាយូរហើយប្រសិនបើថៃជឿជាក់ថាខ្លួនជាម្ចាស់ដើមពិតប្រាកដតើចាំបាច់អ្វីមានប្រតិកម្មវឹកវរដល់ថ្នាក់នេះនៅពេលដែលកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិការពារបេតិកភណ្ឌរបស់ខ្លួនតែប៉ុណ្ណោះកន្លងទៅថៃតែងតែយកលេសថាការចុះបញ្ជី UNESCO មិនមែនបញ្ជាក់ថានរណាម្នាក់ជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខនោះទេនោះព្រោះតែដើម្បីសម្រាលភាពតានតឹងនយោបាយផ្ទៃក្នុងរបស់ប្រទេសខ្លួនតែប៉ុណ្ណោះប៉ុន្តែសម្រាប់កម្ពុជាការដាក់បញ្ចូលមហាសង្គ្រាមនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមិនមែនគ្រាន់តែដើម្បីចែករំលែកនោះទេប៉ុន្តែវាជាការបោះត្រាប្រវត្តិសាស្ត្រដើម្បីបង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិរបស់ខ្លួននៅពេលដែលឯកសារយោងនិងភស្តុតាងសិក្សាស្រាវជ្រាវដ៏រឹងមាំរបស់ខ្មែរត្រូវបានដាក់នៅលើតុ UNESCO វានឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យពិភពលោកឃើញថានរណាឲ្យប្រកាសដែលជាអ្នកបង្កើតនិងនរណាឲ្យប្រកាសដែលជាអ្នកចម្លងតាមទោះបីជាថៃបានចុះបញ្ជីសង្គ្រាមមុនក្នុងឆ្នាំ2023ក៏ដោយក៏ប៉ុន្តែពិភពលោកមិនមែនងងឹតងងល់ទាំងស្រុងឡើយក្បាច់រចនាពិធីបុណ្យនិងឫសគល់នៃមហាសង្គ្រាមដែលមានចរិតនៅលើជញ្ជាំងប្រាសាទនិងសិលាចារឹករបស់ខ្មែររាប់ពាន់ឆ្នាំមកហើយនោះគឺជាសក្ខីភាពមិនអាចប្រកែកបានជាពិសេសការចុះបានមុនរបស់ថៃមិនមែនសបញ្ជាក់ថាថៃគឺជាម្ចាស់កម្មសិទ្ធិនោះដែរការដែលថៃព្យាយាមលើកយកករណីប្រទេសមីយ៉ាន់ម៉ាមកប្រៀបធៀបចំពោះវប្បធម៌ស្រដៀងគ្នាមួយចំនួនសម្រាប់ការលេងនៅក្នុងអំឡុងកម្មវិធីចូលឆ្នាំវាគ្រាន់តែជាការបង្វែរដានដើម្បីកុំឲ្យគេមើលឃើញពីភាពស្រដៀងគ្នាដ៏លើសលប់ដែលខ្លួនបានទទួលឥទ្ធិពលពីអរិយធម៌ខ្មែរប៉ុណ្ណោះនៅពេលការពិតទាំងនោះត្រូវបានលាតត្រដាងវានឹងបង្ហាញថាសង្គ្រាមដែលថៃទើបនឹងចុះបញ្ជីមុននោះគ្រាន់តែជាការយកទម្រង់ដែលសេសសល់ពីខ្មែរទៅកែច្នៃថ្មីតែប៉ុណ្ណោះការដាក់បញ្ចូលមហាសង្គ្រាមឆ្នាំថ្មីខ្មែរទៅក្នុងបញ្ជី UNESCO នឹងធ្វើឡើងនាពេលខាងមុខនោះវានឹងមិនត្រឹមតែជាមោទនភាពរបស់កូនខ្មែរប៉ុណ្ណោះទេប៉ុន្តែវានឹងក្លាយជាពន្លឺនៃការពិតដែលលាតត្រដាងឲ្យពិភពលោកបានឃើញថាអ្នកណាគឺជាម្ចាស់អរិយធម៌ពិតប្រាកដនៅក្នុងតំបន់នេះថៃអាចនឹងលឿនចុះបញ្ជីមុនដោយសារតែភាពឆ្លាតវៃនិងពូកែល្បិចកិច្ចកលផ្នែករដ្ឋបាលថៃប៉ុន្តែកម្ពុជានឹងចុះបញ្ជីដើម្បីបង្ហាញឲ្យឃើញពីដួងព្រលឹងដូនតានិងឫសគល់វប្បធម៌មួយយ៉ាងពិតប្រាកដពេលនោះហើយដែលពិភពលោកនឹងដឹងថាអ្នកណាជាម្ចាស់ផ្ទះពិតប្រាកដហើយអ្នកណាគ្រាន់តែជាអ្នកចូលមកលួចយកទៅច្នៃតាមពីក្រោយប៉ុន្តែបែរជាប្រឹងស្រែកបំប៉ោងសំលេងឥតអៀនខ្មាស់ថាខ្លួនគឺជាម្ចាស់ត្រយងនាំសារពិតគ្រប់ទីកន្លែង